រឿងយក្ខិនីមុខសេះទោសនៃការផិតក្បត់ក្នុងកាលកន្លងទៅហើយមានអគ្គមហេសីរបស់ព្រះរាជាមួយអង្គសោយរាជនៅក្នុងក្រុងពារាណសីហ្នឹងជាអ្នកផឹកស្រាលេងល្បែងហើយជាអ្នកផិតក្បត់ចិត្តរបស់ព្រះរាជាទៀតពេលដែលអគ្គមហេសីហ្នឹងស្លាប់ហើយក៏ទៅកើតជាយក្ខិនីមួយយក្ខិនីនឹងចម្លែកត្រង់នៃថាខ្លួននឹងជាយក្ខតែមុខមាត់នឹងជាសេះទៅវិញនាងយក្ខិនីនឹងពេលដែលកើតមកអញ្ចឹងហើយថ្ងៃមួយក៏បានចូលទៅបម្រើស្ដេចវេស្សវណ្ណចំនួន3ឆ្នាំបន្ទាប់មកស្ដេចវេស្សវណ្ណនឹងក៏មានចិត្តត្រេកអររីករាយជាមួយយក្ខិនីនឹងដោយបានបម្រើខ្លួននឹងក៏ផ្ដល់ដែនសីមាឲ្យនាងយក្ខិនីនឹងចំនួននឹង30យោជន៍ទទឹង5យោជន៍ដើម្បីថាបើសត្វទាំងឡាយណាមកក្នុងដែនរបស់នាងហើយនាងអាចចាប់សត្វទាំងអស់នោះស៊ីបានមិនថាសត្វទេសំបីមនុស្សហ្នឹងក៏នាងអាចចាប់ស៊ីបានដែរដោយមិនមានទោសអីវ័យទាំងអស់អញ្ចឹងស្ដេចវេស្សវណ្ណហ្នឹងក៏ឲ្យទំហំដីហ្នឹងចំនួន30យោជន៍ទទឹង5យោជន៍នៅនឹងរូងភ្នំមួយដែលមានសីមារបស់ខ្លួននឹង30យោជន៍ទៅទឹង5យោជន៍ហ្នឹងថ្ងៃមួយនាងចេះតែចាប់មនុស្សទាំងឡាយបរិភោគចឹងទៅចាប់ប្រាក់ប៉ះបរោះម្នាក់ពេលដែលចាប់ប៉ះទៅផាសៈឃើញបរោះហ្នឹងហើយស្រឡាញ់កើតចិត្តស្រឡាញ់ចំពោះបរោះហ្នឹងក៏អត់ស៊ីបរោះហ្នឹងទេខៀងបរោះហ្នឹងដាក់នៅក្នុងគិហាភ្នំមួយហ្នឹងហើយចេះតែទៅចាប់មនុស្សទាំងឡាយដែលនៅក្នុងដែនសីមាខ្លួននឹងយកអាវយកខោឲ្យបរោះនឹងប្រើប្រាស់សម័យក្រោយមកក៏នៅមួយគ្នាទៅក៏មានកូននឹងគឺជាព្រះបរមពុរិស័ទមកបដិសន្ធិមានកូនហើយកើតព្រះបរមពុរិស័ទហើយលោកប្រាប់ថាព្រះបរមពុរិស័ទមានកម្លាំងខ្លាំងនៅតូចក៏ដោយដុំថ្មដែលលើកដោយយក្ខិនីមករៀងនឹងរូងភ្នំហ្នឹងរៀងមកបេតារបស់ព្រះបរមពុរិស័ទកុំឲ្យរត់ចេញហ្នឹងព្រះបរមពុរិស័ទអាចលើកដុំថ្មនឹងបានថ្ងៃមួយនាងយក្ខិនីបិទរូងភ្នំហើយទុកកូនប្រុសហើយនឹងបេតាហ្នឹងស្វាមីហ្នឹងនៅក្នុងរូងភ្នំហ្នឹងទៅចេញចាប់សត្វហើយនឹងមនុស្សដែលនៅក្នុងដែនសីមាខ្លួនហ្នឹងពេលនោះបេតារបស់ព្រះបរមពុរិស័ទប្រាប់ថាម៉ែកូនឯងហ្នឹងជាយក្ខព្រះបរមពុរិស័ទកើតចិត្តឆ្ងល់សួរថាបេតាចុះមិនបានមុខបេតាផ្សេងហើយមុខមេតាហ្នឹងមិនមុខផ្សេងអញ្ចឹងអត់ដូចគ្នាអញ្ចឹងបេតាហ្នឹងក៏ប្រាប់ថាម្ដាយរបស់កូនឯងហ្នឹងជាយក្ខទេហើយយើងទាំងពីរនាក់ហ្នឹងគឺជាមនុស្សដោយសារម្ដាយរបស់កូនឯងហ្នឹងចាប់បេតាហ្នឹងមកខៀងនៅភ្នំហ្នឹងទៅម្ដាយរបស់កូនឯងហ្នឹងជាយក្ខទេអញ្ចឹងព្រះបរមពុរិស័ទប្រាប់ពុកថាចុះអូលោកឪពុកឯងមិនរត់ចេញហើយរត់មិនបើគេយកដុំថ្មមករៀងភ្នំលើកមិនរួចអញ្ចឹងព្រះបរមពុរិស័ទអញ្ចឹងបេតាចង់រត់អត់ចោះចង់រត់តើអញ្ចឹងព្រះបរមពុរិស័ទលើកដុំថ្មនឹងចេញនាំគ្នារត់ទៅពេលយក្ខិនីមុខសេះមកដល់វិញហើយអត់ឃើញស្វាមីនិងកូនរស្ទុះលបឿនរបស់យក្ខិនីនឹងលឿនណាស់ស្ទុះទៅចាប់បេតារបស់ព្រះបរមពុរិស័ទនិងព្រះបរមពុរិស័ទមកវិញយកមកដល់ទុកក្នុងរូងភ្នំហើយឲ្យអាហារឲ្យអីហូបហើយក៏ប្រាប់ថាមិនបានឯងចង់រត់ខ្ញុំនឹងស្រឡាញ់ឯងណាហើយមិនបានចង់រត់គេចពីខ្ញុំបេតាព្រះបរមពុរិស័ទប្រាប់ថាមិនមែនខ្ញុំចង់រត់ទេនោះកូនចង់រត់ទេតាអញ្ចឹងគ្រាន់តែលឺថាកូនហើយអត់ហ៊ានបន្ទោសកូនទេស្រឡាញ់កូនណាអញ្ចឹងព្រះបរមពុរិស័ទក៏គិតថាអញរត់ឡើងយូរហើយមិនបេតាអូមេតារបស់អញហ្នឹងទៅចាប់អញនឹងបេតាហ្នឹងលឿនម៉េះអញ្ចឹងប្រកាសជាមានព្រំដែនរបស់មេតាអញ្ចឹងទៅយកចិត្តមេតានឹងគូខ្នងគូអីចឹងហើយសួរពីតើព្រំដែនរបស់មេតាហ្នឹងត្រឹមណាព្រះបរមពុរិស័ទឆ្លាតចឹងទៀតណាអញ្ចឹងមេតាដែលយក្ខិនីហ្នឹងស្រឡាញ់កូនប្រាប់ព្រំដែនរបស់
មេដានឹងត្រឹមនេះចំនួនប៉ុណ្ណេះដែលស្ដេចវេស្សវណ្ណឲ្យនឹងអញ្ចឹងព្រះបរមពោធិសត្វដឹងហើយក៏គិតថាបើរត់ឲ្យផុតពីព្រំដែនហ្នឹងមេដានឹងលែងចាប់យើងបានហើយអញ្ចឹងថ្ងៃមួយនាងយក្ខនីហ្នឹងក៏ទៅរកចាប់ចំណីអីបរិភោគអីទៀតទុកស្វាមីហើយនឹងព្រះបរមពោធិសត្វហ្នឹងនៅនឹងរូងភ្នំហ្នឹងអញ្ចឹងក៏បបួលបីដារត់ម្ដងទៀតដឹងថាកំណត់សីមារបស់នាងយក្ខនីត្រឹមណាដឹងហើយរត់ទៅផុតអំពីព្រំដែនយក្ខនីហ្នឹងឆ្លងស្ទឹងមួយហ្នឹងទៅផុតហើយកាលណាដែលឆ្លងស្ទឹងហ្នឹងមិនផុតទេអត់ទាន់ផុតព្រំដែនរបស់យក្ខនីអាចចាប់បានអញ្ចឹងឆ្លងទៅផុតហើយយក្ខនីមកវិញបាត់ស្វាមីនឹងព្រះបរមពោធិសត្វស្វះស្វែងរកទៅដល់ឃើញព្រះបរមពោធិសត្វនិងស្វាមីនៅត្រៃស្ទឹងមកខាងបាត់ហើយហ្នឹងអញ្ចឹងផុតពីដែនរបស់ខ្លួនហើយក៏ពោលរៀបរាប់ហៅព្រះបរមពោធិសត្វមកវិញហៅប្រាប់ណែនាំយ៉ាងណាហ្នឹងក៏អត់មកវិញដែរអញ្ចឹងក៏គិតថាស្វាមីរបស់អញនិងកូនរបស់អញហ្នឹងប្រហែលជាអស់ចិត្តពីអញហើយអញ្ចឹងអត់កើតទេបើកូនអត់ត្រឡប់មកវិញបើទៅរស់នៅជាមនុស្សហ្នឹងនៅសង្គមមនុស្សហ្នឹងតលតែមានវិជាបើអត់វិជាទេកូនមិនអាចរស់បានទេអញ្ចឹងមេត្តានឹងបង្រៀនវិជាមួយឈ្មោះថាចិន្តាមនីហ្នឹងវិជានឹងចម្លែកត្រង់ចេះថាបើចៅនឹងលួចទ្រព្យសម្បត្តិទៅអស់រយៈពេល12ឆ្នាំក៏ដោយតែបើចេះវិជានឹងហើយអាចមើលដានចៅនឹងទៅរកទ្រព្យសម្បត្តិនឹងមកវិញបានទៀតអញ្ចឹងវិជានឹងអស់ចាកាត់ថ្លៃមិនបានទេអញ្ចឹងក៏បរៀនកូននឹងឲ្យកូនយកចិត្តទុកដាក់រៀនអញ្ចឹងកូននឹងនៅត្រើយមកខាងក៏ថ្វាយបង្គំមេត្តាបិតាថ្វាយបង្គំមេត្តាហើយក៏រៀននៅវិជានឹងទៅក៏ចេះទៅមុនដំបូងគាត់ថាបើនាងយក្ខនីគាត់ថាបើបង្រៀនចិន្តាមនីវិជាចិន្តាមនីខាញ់លោគេតន់ចិត្តគេត្រឡប់មកវិញអញ្ចឹងមករៀនហើយប៉ុណ្ណឹងក៏ព្រះបរមពោធិសត្វអត់ព្រមត្រឡប់មកវិញទៀតពេលហ្នឹងក៏ព្រះបរមពោធិសត្វថ្វាយបង្គំលាឲ្យម្ដាយហ្នឹងទៅកន្លែងរូងភ្នំហ្នឹងវិញទៅត្រឡប់ទៅកន្លែងវិញទៅកូននឹងបៃតាហ្នឹងអត់ត្រឡប់ទៅវិញទេនឹងទៅរស់នៅក្នុងសង្គមមនុស្សហ្នឹងអញ្ចឹងនាងយក្ខនីដោយអាណិតដោយសេចក្តីអាឡាយចំពោះកូនហើយនឹងស្វាមីក៏បែកទ្រូងស្លាប់ទៅហើយព្រះបរមពោធិសត្វនិងបៃតានឹងឃើញថាម្ដាយប្រហែលជាស្លាប់បាត់ហើយអញ្ចឹងក៏ឆ្លងស្ទឹងហ្នឹងមកមើលមេត្តាហ្នឹងឃើញស្លាប់បាត់ទៅហើយអញ្ចឹងក៏តម្កល់សាកសពនឹងបូជាអីកន្លែងសំរុំហើយក៏នាំគ្នាទៅសង្គមមនុស្សទៅទីក្រុងមនុស្សហ្នឹងទៅចិញ្ចឹមជីវិតដោយប្រើវិជាហ្នឹងទៅរឿងនេះចង់បញ្ជាក់ប្រាប់សេចក្តីថាទោសនៃការផិតក្បត់ទោសនៃការផឹកសុរានិយាយកុហកហ្នឹងគឺមានបាបបើយើងចង់មិនអោយគេផិតក្បត់យើងកុំផិតក្បត់គេណាមនុស្សប្រុសមនុស្សស្រីហ្នឹងគឺមានភាពស្មើគ្នាអ្នកខ្លះហ្នឹងថាបើប្រពន្ធហ្នឹងផិតក្បត់ទៅវាអាក្រក់ខ្លាំងជាងបរោះតែអត់ដឹងទេចិត្តគេចិត្តយើងណាបរោះក៏គេខាងបរោះហ្នឹងក៏ចង់ឲ្យស្ត្រីដែលជាភរិយាមិនផិតក្បត់ហើយខាងភរិយាហ្នឹងក៏ចង់ឲ្យបរោះហ្នឹងមិនផិតក្បត់ដែរពោះចិត្តមនុស្សដូចតែគ្នាទេមិនអាចថាអ្នកណាគ្រាន់បើជាងអ្នកណាទេអញ្ចឹងទោសនៃការផិតក្បត់ទោសនៃការផឹកសុរាហ្នឹងគឺមានបាបធ្ងន់ណាស់បើមិនធ្លាក់ទៅនរកទេធ្លាក់ដូចជានាងយក្ខនីមុខសេះនេះមកកើតជាយក្ខនីបណ្ដៃមុខសេះណាហ្នឹងទោសព្រោះការផិតក្បត់ទោសព្រោះការអត់ស្មោះត្រង់ទោសព្រោះការមិនមានភាពស្មោះត្រង់មិនមានភាពប្រកបបជាស្មើភាពគ្នាហ្នឹងណាអញ្ចឹងភរិយាក្តីស្វាមីក្តីគប្បីរក្សាភាពស្មោះត្រង់ឲ្យគ្នាទៅវិញទៅមកមេត្តាស្វាមីរក្សាសម្ផស្សរក្សាហួងហែងស្វាប្រពន្ធក៏រក្សាហួងហែងស្វាមីដែរអញ្ចឹងយល់ល្អបើបានជាការបានជាចាប់គ្នាដៃគូជីវិតហើយក៏បីមានភាពស្មោះត្រង់នឹងគ្នាទៅវិញទៅមកដើម្បីមានសេចក្តីសុខក្នុងសង្គមគ្រួសារនឹងហើយអត់មានបាបទៅទៀតកាលណាដែលយើងផិតក្បត់យើងមិនស្មោះត្រង់គ្នាគឺជាបាបកាលណាដែលបាបហើយនឹងធ្វើឲ្យយើងធ្លាក់ទៅកាន់អបាយភូមិហើយព្រោះសូមអនុមោទនា